ប់នឹងដល់ពេលខ្ញុំដល់ហូបមុនសពហ្នឹងហើយមានអ្នកអីនៅមនុស្សអីនៅក្នុងពេលលេងអីចឹងទៅខ្ញុំក៏ងុយដេកមកដេកហើយដល់ពេលឡើងមកគេងនៅបន្ទប់ម្នាក់ឯងណាខ្ញុំឡើងមកលើផ្ទះម្នាក់ឯងហើយទៅខ្ញុំមកគេងប្រហែលជាខ្ទង់ម៉ោង10ម៉ោង10អីហ្នឹងហ្មងខ្ទង់ម៉ោង10ម៉ោង10មកជើងខ្ញុំចង់និយាយថាខ្ញុំមិនដែរអញ្ចឹងហ្មងមិនដែរដេកម្នាក់ឯងគាត់ដេកម្នាក់ឯងច្រើនដងហើយតែខ្ញុំមិនដែរអញ្ចឹងដែរសារនោះគឺថាមកកេះជើងខ្ញុំអញ្ចឹងគេហើយខ្ញុំរហូតដល់ខ្ញុំអត់ដែរចាប់អារម្មណ៍ថាវាមិនទេបងអត់ដែរចាប់អារម្មណ៍ថាជាអីទេរហូតដល់ខ្ញុំក៏ភ្ញាក់ហើយបងអាកេះជើងហ្នឹងវាដូចវាថាមកបន្តិចហ្នឹងហើយខ្ញុំភ្ញាក់ទៅដកជើងចាញ់ដល់ពេលដកជើងចេញហើយខ្ញុំក៏បាក់ភ្លើងទូរស័ព្ទចេញទៅមើលនៅខាងបន្ទប់ខ្ញុំហើយអត់មានអីទេហើយដល់ពេលខ្ញុំចូលគេងហ្នឹងទៅឮសលេងគ្រីកក្រោះនៅកលិតបន្ទប់ខ្ញុំបានធ្វើទៅវាថានៅមុខបន្ទប់ខ្ញុំអីចឹងណាឮសលេងនៅមុខបន្ទប់ខ្ញុំហ្នឹងហើយមិនថាមកខ្ញុំគេងម្នាក់ឯងខ្ញុំនិយាយឡើងព្រឺដល់ពេលមកស្ទុំមកឯបែងមកកញ្ចក់ឡើងវែងហើយមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍ថាធ្ងន់ខ្លួនណាប្រកាត់ខ្លួនណាបងខ្ញុំធ្ងន់ខ្លាំងហើយនិយាយមែនខ្ញុំបង្រាស់ខ្លួនដូចអូចេះហើយកញ្ចក់អត់ខ្ទប់ខ្ញុំឡើងវែងខ្ញុំនិយាយមែនដល់ពេលហ្នឹងទៅខ្ញុំមិនដឹងអត់ពីមុនខ្លាចហើយឥឡូវអត់ខ្លាចទេតែខ្ញុំមិនដែលជួបរឿងបែបហ្នឹងដល់ពេលខ្ញុំជួបម្ដងទៅខ្ញុំមានអារម្មណ៍ថាដូចវាខ្លាចចង់ខ្លាចម្ដងទៀតណាហើយមនុស្សខ្ញុំឥឡូវវាលែងខ្លាចហើយទាំងអស់មកខ្ទប់មាត់យើងហ្មងឬខ្ទប់មុខយើងហ្នឹងហើយមកសកត់បែរលវាថាសកត់បែរយើងអត់មិនទៅពេលសកត់ចាប់ទាញលវាថាចាប់ទាញខ្លួនខ្ញុំមកចំហៀងសកត់មកតំហឹងណាអូហើយពេលចឹងទៅមានសេចប្រាប់អ្នកផ្ទះអីគាត់ជួយពេលយប់ហ្នឹងខ្ញុំដូចវាថាខ្ញុំសម្រួលអារម្មណ៍ខ្លួនឯងហើយអ្នកផ្ទះខ្ញុំគាត់គេងនៅក្រោមខ្ញុំគេងនៅលើម្នាក់ឯងខ្ញុំសម្រួលអារម្មណ៍ខ្លួនឯងខ្ញុំផឹងដកដង្ហើមមួយខ្ញុំក៏ហៅយាយអត់សមនៅខំហើយខ្ញុំក៏ហៅយាយឡើងមកលើយាយគាត់ងើបឡើងមកហើយគាត់បើកកាត់ខ្ញុំអីចឹងតែគាត់ខ្លាចខ្ញុំខ្លាចអីចឹងណាចឹងទៅគាត់ទៅថាគ្មានស្អីទេកាត់ខ្លួនឯងក៏អត់ជឿខ្ញុំទេហើយគាត់ណាមួយក៏ខ្លាចខ្ញុំខ្លាចដែរគាត់ថាគ្មានស្អីទេគឺដេកខ្លួនឯងមិនដេកគេទៅថាអត់ទេយ៉ែងមកដេកមកខ្ញុំមកចូលមកពងចូលរឿងអូយដល់ក៏អ៊ីនធឺណិតចុះថ្ងៃនេះមានអារម្មណ៍ថាអ៊ីនធឺណិតធ្វើស៊ីមែនសុំតែម៉ោង9:45មុននឹង9កន្លះឥឡូវ9:45អូយដល់ក៏អូឯងជីកឬជីកគល់សួរអត់បានអូខេប្រហែលជាដាច់នៅម្នាក់ឯងបានទៀតទេមកទៅអូខេហើយនៅពេលដែលឡងនៅផ្ទះហ្នឹងមែនហើយឥឡូវនេះបងចង់និយាយថាខ្ញុំគេងនៅបន្ទប់មែនតែភ្លើងបាក់នៅក្រៅឥឡូវបាក់ទោះភ្លើងខ្ញុំអត់ហ៊ានបិទទេអូនៅផ្ទះហ្នឹងមែននៅផ្ទះហ្នឹងមែនហ្នឹងឯងបងនៅលើផ្ទះខ្ញុំអូហើយនិយាយហ្នឹងអត់មានអារម្មណ៍ថាខ្លាចទេវាខ្លាចចេះតែខ្លាចហើយបើបាននិយាយទូរស័ព្ទមួយណាគេអីប្រឡប់ចឹងអត់អីទេតែបើបិទទូរស័ព្ទគេអត់លក់ហ្នឹងវាចេះតែហ្នឹងហើយបិទទូរស័ព្ទគេអត់លក់អត់សប់អត់សល់នៅអត់សុខទេតែពេលនេះយើងហៅយាយយើងមកគេងមួយដែរតែក៏យើងទៅគេងមួយយាយយើងនៅក្រោមវិញទៅអត់ទេបងពេលខ្លះមួយថ្ងៃដែលអ្នកចិត្តខាងគាត់ស្លាប់ហ្នឹងដោយលឺថាចេះខ្ញុំ
ដូចវាថាអាសត្វអាសោះក្នុងខ្លួនណាមួយរយៈមួយថ្ងៃហ្នឹងនៅអត់ខៅទេហើយខ្ញុំក៏សុំពេលថាខ្ញុំអត់ហ៊ានស្រែកហៅគាត់ទេខ្លាចគាត់សម្រានរំខានគាត់អីចឹងទៅខ្ញុំសម្រួលអារម្មណ៍អូយខ្ញុំឡើងព្រឺខ្លួននិយាយឡើងព្រឺខ្លួនសម្រួលអារម្មណ៍រត់ចុះទៅក្រោមទៅគេងមួយគាត់យ៉ាងណាស្ទុះទៅដូចវាថាបងនិយាយរួមទៅគ្រឿងផ្ទះខ្ញុំមួយអត់មានណាគេមកហ៊ានគេងទេទោះបីថាបងប្អូនចដូនមួយក៏គេអត់មកហ៊ានណាគេខ្លាចតែខ្ញុំគ្រប់គ្នាតែក្នុងផ្ទះខ្ញុំអត់ទាន់មានមនុស្សស្លាប់ទេអូចឹងនិយាយថាក្នុងផ្ទះខ្ញុំអត់ទាន់មានមនុស្សចាស់ណាស្លាប់លើផ្ទះទេតែគេខ្លាចតែខ្ញុំពីណាក៏ដោយបងប្អូនខ្ញុំចដូន1ចដូន2អីគឺហៅមកគេងអត់បាន2 3ថ្ងៃទេគឺលែងមកគេងហ្មង